2,200 ចិនប្រមាណ 1,100 គីឡូក្រាមហើយអ្វីបានជាការសម្ងាត់នេះធ្ងន់យ៉ាងនេះនេះគឺជាការសម្ងាត់ដែលធ្ងន់បំផុតរហូតមកដល់ពេលនេះមិនអាចទេការសម្ងាត់របស់ខ្ញុំទេដែលធ្ងន់បំផុតកាលពី2ឆ្នាំមុនក្រុមហ៊ុនអេធំទាំង5បានចាប់ដៃគ្នាសាងសង់ទីលានប្រកួតច្បាប់និម្មិតមនុស្សពេញវ័យទាំងអស់សុទ្ធតែអាចចាប់ឆ្នោតចូលរួមប្រកួតបានដើម្បីប្រជែងក្នុងបន្ទប់សម្ងាត់នៃច្បាប់ដែលបង្កើតដោយអេនៅចំពោះមុខរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពេញ2ឆ្នាំមកនេះចំនួនមនុស្សដែលឆ្លងផុតវគ្គកម្រិតក្រុងបែរជាមាន0អ្នកទៅវិញសូមបេក្ខជនទាំងអស់ត្រៀមខ្លួនឲ្យរួចរាល់ការប្រកួតនឹងចាប់ផ្ដើមក្នុងពេល20វិនាទីទៀតសូមស្វាគមន៍បេក្ខជនទាំងអស់មកកាន់ពិភពច្បាប់និម្មិតពួកយើងជិតទៅដល់វគ្គទី1ហើយថ្នាក់រៀននិម្មិតច្បាប់នៃវគ្គនេះគឺសាមញ្ញណាស់សូមស្វែងរកវត្ថុទាំងឡាយណាដែលមិនមែនជារបស់ថ្នាក់រៀនហើយយកវាទៅបោះចូលក្នុងធុងសម្រាមឡើងវិញ Recycle Station កំណត់ពេល10នាទីបើមិនអាចបំពេញការប្រកួតបានទេសមាជិកទាំងអស់ក្នុងថ្នាក់រៀននោះនឹងត្រូវជំរុះចេញវត្ថុដែលមិនមែនជារបស់ថ្នាក់រៀនអញ្ចឹងវាច្រើនណាស់ហើយទូរស័ព្ទម៉ាស៊ីនហ្គេមនំចំណីឲ្យតែរបស់ដែលត្រូវគ្រូរាប់អូគឺរាប់ទាំងអស់បទពិសោធន៍ឯងសម្បូរបែបតាសាលកាលឆ្នាំនោះខ្ញុំសក់ដៃចូលហោប៉ៅកុំប្រែកាយច្រើនពេកប្រញាប់រកទៅបាទនាឡិការ៉ាប់ថយក្រោយនេះហេតុអ្វីក៏នៅតែមិនឈប់មានន័យថានៅមានរបស់ដែលចន្លោះប្រហោងទៀតកន្លែងតូចមួយនឹងពួកយើងកាយសັບអស់ហើយមែនហើយរកមើលឡើងប៉ុន្មានជុំហើយអ្នកទាំងអស់គ្នាមើលតុងមួយនេះមើលអក្សរកម្ពុជាពូកែសរសេរច្រើនតែមិនអាចរាប់ថាមិនមែនជារបស់ថ្នាក់រៀននោះទេដឹងអ្នកទាំងអស់គ្នាមើលអក្សរតូចនៅខាងឲ្យច្បាស់មើលក្រុមគ្រួសារយ៉ានជូប្រកូលជូនដោយគោរពនេះមិនមែនជាទង់ជ័យដែលសិស្សទទួលបានទេអញ្ចឹងប្រកាសជាជូនដល់លោកគ្រូអ្នកគ្រូហើយវាជារបស់ថ្នាក់រៀនតើក្រុមគ្រួសារយ៉ានជូប្រកូលជូនដោយគោរពខ្ញុំមើលទៅមានតែលទ្ធភាពមួយគត់តុងមួយនេះគឺជូនចំពោះគ្រូពេទ្យទេជូនចំពោះគ្រូពេទ្យនិយាយអញ្ចឹងគឺមែនហើយកាលពីលើកមុនឪពុកខ្ញុំចេញពីមន្ទីរពេទ្យគ្រូសាខ្ញុំពិតជាចង់ជូនតុងជ័យបែបនេះទៅកាន់គ្រូពេទ្យព្យាបាលផ្ទាល់មែនវគ្គនេះពិតជាកល្បិចច្រើនមែនធ្វើខ្លាញ់បន្លំទៀតអ្នកទាំងអស់គ្នាប្រញាប់រកមើលម្ដងទៀតទៅជាពិសេសត្រូវប្រយ័ត្នចំពោះរបស់ណាមើលភ្លាមស្មានតែជារបស់ថ្នាក់រៀនទទួលបញ្ជាគ្រាន់តែរកឃើញតម្រុយមួយសោះតាំងខ្លួនអស់ចាប្រញាប់រកទៅកុំមកច្រានខ្ញុំឲ្យឈ្មឹងអាយ៉យក្នុងម៉ាស៊ីនទឹកក្តៅត្រជាក់បែរជាមានស្រះរង្វាន់នេះការចិញ្ចឹមជ្រូកមេតាមលក្ខណៈវិទ្យាសាស្ត្រម៉ោង 8:24 លេងទូរស័ព្ទបន្តិចព្រឹកម៉ោង 8:24 លេងបន្តិចនាឡិការ៉ាប់ថយក្រោយនៅតែមិនទាន់ជប់ទៀតមិនមែនទេនៅមានអ្វីទៀតកាយក្រឡាប់ចាក់អស់ហើយតើនៅសល់តែ4នាទីទៀតទេពួកឯងប្រញាប់គិតរកវិធីមើលសវ័យនេះកាច់បិចហើយតើអាវនេះមិនក៏ចង្អៀតម្លេះក្របការជុករត់ក្នុងអាវឯកសន្តានមានថែមនំចំណីទៀតអ្នកទាំងអស់គ្នាប្រញាប់រកមើលហោប៉ៅអាវខ្លួនឯងមើលហោប៉ៅអាវក្របលុកលាក់អ្នកទាំងអស់គ្នាប្រញាប់រកមើលហោប៉ៅអាវឯកសន្តានមានលេខអីនៅក្នុងហ្នឹងនេះជាស្អីវាតូចមែនទេហេតុអីបានជាមានបារីនៅក្នុងហោប៉ៅខ្ញុំនេះជាស្អីប្រដាប់ច្របាច់លេងហ្គេមនេះពិតជាល្បិចច្រើនណាស់ថែមទាំងយករបស់ចូលទៅក្នុងខោអាវដែលបង្កើតដោយស្វ័យប្រវត្តិទៀតឯងក៏ឆ្លាតដែរតើចេះនឹកឃើញរកនៅលើខ្លួនឯងទៀតនេះហើយដែលគេហៅថាវងឹតក្រោមចង្គៀងប៉ុន្តែសំណាងហើយដែលខោអាវខ្ញុំនេះទាំងពេកបើគុំតែចឹងខ្ញុំក៏មិនលូកខោប៉ៅដែរចៃដន្យត្រូវមែននិយាយចឹងឯងពិតជាមនុស្សមានសំណាងមែននាឡិការ៉ាប់ថយក្រោយនៅតែមិនទាន់ឈប់ទៀតមានរឿងអីហ្នឹងតើការរាប់ថយក្រោយនេះមិនឈប់ទេមែនទេខ្មាស់គេណាជុំទី1សោះក៏ឆ្លងមិនផុតដែរ
តាមមកពីមានអ្នកណាមិនទាន់លុករកអស់ពីហោប៉ៅមែនទេហោប៉ៅខ្ញុំស្អាតជាងមុខខ្ញុំទៀតធ្វើអីនឹងសក់ឯងនេះយ៉ាងម៉េចសង្ហាទេសិស្សសាលាអាចលាបពណ៌សក់បានដែរហ៎ខ្ញុំណាជាសិស្សសាលានោះប៉ុន្តែវគ្គនេះជាថ្នាក់រៀននិម្មិតអត្តសញ្ញាណពួកយើងគឺជានិស្សិតវិទ្យាល័យយោងតាមច្បាប់សក់របស់ឯងប្រកាសជាមិនសមស្របនឹងទីនេះទេសក់របស់គាត់ក៏ត្រូវតែបោះចូលទៅក្នុងធុងសម្រាមដែរឲ្យខ្ញុំកោសសក់ក្បាលរលីងគ្មានផ្លូវទេដាច់ខាត់មិនអាចទេកុំបារម្ភអីបងប្អូនអញកោត្រង់នេះមែនប៉ុន្តែនៅក្នុងពិភពពិតមិនបាត់សក់មួយសរសៃឡើយនិយាយអញ្ចឹងមែនប៉ុន្តែគិតមើលពីរង្វាន់ធំពេកឆ្លងវគ្គដើម្បីឆ្លងវគ្គប្រថុយចុះអ្នកទាំងអស់គ្នាមើលលើខ្លួនឯងមើលតើមានអ្វីដែលមិនសមស្របនឹងអត្តសញ្ញាណជាសិស្សវិទ្យាល័យទៀតទេក្រចកកាត់តែងរបស់ខ្ញុំនេះក៏រាប់បញ្ចូលដែរត្រូវទេរវើរបស់ខ្ញុំនេះវិញរបស់ទាំងនេះត្រូវតែបោះចោលទាំងអស់ថ្មិញសមស្របឬអត់ធ្វើឲ្យស្រាលដៃបន្តិចខ្ញុំធ្វើការឯងទុកចិត្តចុះនាឡិការ៉ាប់ថយក្រោយនៅតែមិនទាន់ជប់ទៀតមិនគួរសោះនៅមានរបស់មិនទាន់រកឃើញទៀតនៅមានស្អីទៀតទៅមកដល់ដំណាក់កាលនេះហើយមានតែលទ្ធភាពមួយគត់លទ្ធភាពអីមានអ្នកណាម្នាក់ចិត្តណាលាក់របស់អ្នកណាទៅល្ងងម្លេះគេមិនចង់ឆ្លងវគ្គទេអីត្រូវហើយបែបនឹងបានប្រយោជន៍អីនៅលាក់របស់ទៀតពិតជាគិតពាក្យប្រឌិតមិនឃើញក៏ចាប់ដើមភូតតែម្ដងមែនទេយ៉ាងហោចណាស់គេចេះវិភាគឯងចេះទេអញពូកែតែខាងនិយាយឌឺដងឲ្យគេតើខ្ញុំក៏គិតមិនយល់ពីមូលហេតុដែលធ្វើបែបនេះដែរប៉ុន្តែនៅក្នុងបន្ទប់នឹងលើខ្លួនពួកយើងពិនិត្យច្រើនដងហើយមិនអាចមានការចន្លោះប្រហោងទៀតទេដេខ្ញុំសុខចិត្តកោសក់ហើយឥឡូវពួកយើងនៅលើទូកតែមួយទេកុំលាក់បាំងអីបានទេចង្រៃយកគឺជារូបគេនៅលើដៃគេមានលាក់របស់ត្រូវហើយគឺជារូបខ្ញុំតែធ្វើម៉េចចុះហេតុអីបានជាឯងមិននិយាយពួកយើងខំប្រឹងរៀបចំចុះឯងមកធ្វើជាអ្នកចាក់រូបពីក្រោយក្នុងអីចឹងខំប្រឹងរៀបចំគ្រាន់តែត្រឹមតែកោសក់ជូតកញ្ចក់តាចុះខ្ញុំវិញត្រូវធ្វើយ៉ាងម៉េចឬមួយចង់ឲ្យខ្ញុំលោតចូលក្នុងធុងសម្រាមទាំងមូលដើម្បីបោះអ្នកណាឲ្យឯងលោតចូលទៅទាំងមូលនោះអញគ្រាន់តែលោកដៃចូលទៅមិនហើយទេវាមិនមែនជារបួសពិតប្រាកដណានិយាយស្រួលណាស់អ្នកណាអាចធានាថាធុងសម្រាមចម្រៃនេះមិនបិទខ្ញុំចូលទៅទាំងមូលនោះចឹងចុះខ្ញុំធ្វើជាគំរូឯងខ្ញុំលោកដៃចូលទៅមុនអូខេទេជំរុះបេក្ខជនលេខ1024កាហានជាអតិភិបបើខ្ញុំឈ្នះមិនបានពួកឯងក៏គុំសង្ឃឹមថាបានឈ្នះឲ្យសោះទោះបីជាត្រូវជ្រុះក៏ត្រូវតែអូសអ្នកណាម្នាក់ទៅជាមួយដែរម៉ែថ្លៃឲ្យមិនក៏រត់តម្រង់មកខ្ញុំចឹងដុំខ្មៅនោះជាស្អីហ្នឹងមិនដឹងដែរមើលមិនច្បាស់ទេមានរឿងអីកើតឡើងហ្នឹងក្បាលជឿណាស់ប្រឹងសម្ដែងទៀតទៅនៅលេងល្បិចភ្លេចការចងចាំទៀតអញនឹកអ្វីមិនឃើញពិតមែនណាហ៎ខ្ញុំចាំតែថាពេលចូលមកដល់ក្នុងថ្នាក់រៀនបន្ទាប់មកក៏មិនដឹងអ្វីទាំងអស់តែម្ដងមើលទៅមិនដូចជាសម្ដែងទេរឿងមុនកុំនិយាយទៀតអីអញមិនត្រូវបានធុងសម្រាមបិទចូលទៅទេមែនទេរូបសាក់នៅលើដៃរបស់អញក៏ត្រូវជូតសម្អាតអស់ដែររូបសាក់អីដើមដៃរបស់ឯងនេះកប់សារីខ្លាំងណាស់ល្អជាងរូបសាក់មុននោះឆ្ងាយណាស់ខ្ញុំគ្មានរូបសាក់ទេមើលទៅអញពិតជានឹកអ្វីមិនឃើញសោះមែនទេខ្ញុំចាំបានត្រឹមតែថាបន្ទាប់ពីចូលមកក្នុងថ្នាក់រៀនបន្ទាប់មកទៀតគឺមិនដឹងអ្វីទាំងអស់ឡនមើលទៅមិនដូចជាសម្ដែងនោះទេរឿងមុនកុំនិយាយដល់ទៀតអីអញមិនបានត្រូវធុងសម្រាមបិទចូលទៅទេមែនទេរូបសាក់លើដៃរបស់អញក៏ត្រូវបានសម្អាតចោលដែររូបសាក់ស្អីដើមដៃរបស់ឯងនេះក៏លយពេកហើយដឹងគ្រាន់បើជាងរូបសាក់មុននោះឆ្ងាយណាស់ខ្ញុំមិនមានរូបសាក់ទេមើលទៅអញពិតជាបាត់បង់ការចងចាំមែនហើយខ្ញុំតាំងពីតូចមកសូម្បីតែចាក់ថ្នាំក៏ខ្លាចផងតើអាចទៅសាក់រូបបានយ៉ាងម៉េចប្រកាសជាពាក់ព័ន្ធនឹងដុំចម្លែកអំបញ្ញមិញនេះហើយរឿងនេះហាក់ដូចជាមានភាពមិនធម្មតាចម្លែកបន្តិចហើយល្បិចមានល្បិចហើយអ្នកក្លាហានស្រីអរគុណអញសម្រាប់ជើងជួយជីវិតអំបញ្ញមិញនេះណាអ្នកក្លាហានស្រីស្អីហើយខ្ញុំថាលីនវាយទៅខ្ញុំឈ្មោះគូហានកាហានរីករាយណាស់ដែលបានស្គាល់ឯងសហការគ្នាឲ្យបានល្អណាស់ណាការប្រកួតនេះជាកំពូលអ្នកខ្លាំងតាសាលវិធានការទី1នៃការលេងហ្គេមជួបអ្នកខ្លាំងត្រូវតែតោងឲ្យជាប់សូមអបអរសាទរដល់បេក្ខជនក្នុងថ្នាក់រៀននិម្មិតលេខ002ដែលបានបើកដំណាក់កាលទី2នៃវគ្គនេះដោយជោគជ័យពេលវេលាកន្លងផុតទៅយ៉ាងលឿនហើយរដូវកាលបញ្ចប់ការសិក្សាក៏បានមកដល់សូមឲ្យអ្នកលេងទាំងអស់ធ្វើការបោះសម្អាតថ្នាក់រៀនម្ដងទៀតវិធាននៃដំណាក់កាលនេះគឺអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ថ្នាក់រៀននឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិត្រូវបោះសម្អាតម្ដងទៀតហេលើកនេះមានពេលតែ5នាទីប៉ុណ្ណោះអំបញ្ញមិញវិធានបាននិយាយថានឹងសម្អាតចោលដោយស្វ័យប្រវត្តិតែនិតចុះចាំបាច់បោះសម្អាតធ្វើអីទៀតរងចាំប្រព័ន្ធសម្អាតដោយខ្លួនឯងទៅមិនហើយទេ
អ្នកទាំងអស់គ្នាមើលលើក្តារខៀនបង្អួចនិងទៅរៀនមើលរូបមន្តនិងអក្សរទាំងនេះសុទ្ធតែជាផ្នែកមួយនៃថ្នាក់រៀនវានឹងមិនត្រូវបានសម្អាតដោយស្វ័យប្រវត្តិនោះទេអញ្ចឹងប្រញាប់ជូតចេញទៅរកកន្សែងជូតឃើញរូបមន្តទាំងនេះហើយធ្វើឲ្យចង់ងុយគេងណាស់តើវាអាចងាយស្រួលយ៉ាងនេះមែនឬរបស់នៅលើក្តារខៀននេះជូតមិនជ្រះសោះខាងខ្ញុំនេះក៏ដូចគ្នាដែរជូតមិនជ្រះតតែសោះស្អីគេហ្នឹងសំបីតែស្នាមបន្តិចក៏មិនរលប់ផងនៅក្នុងវិធានបានចែងថាអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ថ្នាក់រៀននឹងត្រូវលុបចោលដោយស្វ័យប្រវត្តិផ្ទុយទៅវិញអ្វីដែលជាកម្មសិទ្ធិរបស់ថ្នាក់រៀនតើមិនអាចលុបចោលបានទេមែនទេហាក់ដូចជាអញ្ចឹងមែនបើមិនអញ្ចឹងទេធ្វើម៉េចរបស់ទាំងនេះជូតមិនជ្រះទៅចុះឥឡូវគិតមិនវិញនេះមិនមែនជារឿងគ្មានដំណោះស្រាយទេដឹងចឹងមិនបាច់ខំប្រឹងធ្វើអីទេខំប្រឹងស្ទើរងាប់តែខកកាត់ទេចុះហេតុអ្វីបានជាគាត់ស្រាប់តែបាត់ខ្លួនទៅវិញគាត់ត្រូវបានជំរុះចោលហើយមានរឿងអីហ្នឹងហេតុអ្វីបានជាខ្ញុំត្រូវគេជំរុះចោលតើអំបញ្ញមិញគាត់បានធ្វើអ្វីខ្លះអំបញ្ញមិញគាត់ដើរជូតញើសផងនិងរអ៊ូថាហត់នឿយខ្លាំងណាស់ផងបន្ទាប់មកក៏ដោះអាវឯកសណ្ឋានសិស្សចេញរួចអង្គុយលើកៅអីឈប់សិនដោះអាវឯកសណ្ឋានចេញត្រូវហើយអ្នកទាំងអស់គ្នាមើលចុះអាវឯកសណ្ឋាននៅទីនោះតើខ្ញុំយល់ហើយពេលយើងចូលមកដល់វគ្គនេះមនុស្សម្នាក់មានអាវឯកសណ្ឋានមួយបន្ថែមទៀតអាវឯកសណ្ឋាននេះតំណាងឲ្យអត្តសញ្ញាណជាសិស្សរបស់យើងប៉ុន្តែគាត់បានដោះវាចេញប្រព័ន្ធបានកាត់សេចក្តីថាគាត់លែងជាសិស្សទៀតហើយយោងតាមវិធានអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ថ្នាក់រៀននឹងត្រូវលុបចោលដោយស្វ័យប្រវត្តិតែក្នុងនោះរួមបញ្ចូលទាំងបេក្ខជនប្រកួតផងដែរតាមពិតគឺបែបនេះសោះវិភាគចេញលឿនយ៉ាងនេះជាកម្ពុជាអ្នកខ្លាំងម្នាក់ទៀតហើយវិធានការទី1ត្រូវតោងកម្ពុជាអ្នកខ្លាំងទាំងពីរនាក់នេះឲ្យជាប់សំណាងហើយដែលខ្ញុំមិនបានដោះអាវនេះចេញប៉ុន្តែតើត្រូវសម្អាតរបស់ទាំងនេះដោយរបៀបណាទៅដោះអាវឯកសណ្ឋានចេញគឺមិនមែនជាកម្មសិទ្ធិរបស់ថ្នាក់រៀនអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ថ្នាក់រៀននឹងត្រូវលុបចោលដោយស្វ័យប្រវត្តិតើអាចទេមិនទាន់ពេលទេមានតែសាកល្បងមើលប៉ុណ្ណោះតើគាត់កំពុងធ្វើអ្វីហ្នឹងសម្អាតមិនជ្រះផងនៅទៅសរសេរគូថែមទៀតមកម្នាក់ទៀតហើយអ្នកមកបង្កចំនួនរំខានប្រញាប់ទៅគាត់ភ្លាមអ្នកទាំងអស់គ្នាកុំប្រញាប់អីគូហ៊ានប្រកាសជាមិនធ្វើអីផ្ដេសផ្ដាស់ទេគាត់ប្រហែលជាបានរកឃើញវិធីឆ្លងវគ្គនេះហើយតើយើងយកស្អីទៅជឿជាក់លើនាងត្រូវហើយចុះបើគាត់គ្រាន់តែចង់ធ្វើបាបយើងវិញនោះអ្នកទាំងអស់គ្នាគិតមើលទៅហៅបើអាវការជ្រលក់ពណ៌សក់តម្រុយទាំងនេះសុទ្ធតែជាអ្វីដែលគូហ៊ានបានរកឃើញគាត់គ្មានហេតុផលអ្វីត្រូវមកបង្កើតភាពវឹកវរនោះទេកាលពីមុនមិនមែនតំណាងឲ្យឥឡូវនេះឯណាអ្នកទាំងអស់គ្នាកំពុងស្រែកលោឡាស្អីហ្នឹងតើអ្នកឯងអាចគិតរកវិធីបានទេឬមួយក៏អ្នកឯងអាចគិតរកវិធីបានអ្នកទាំងអស់គ្នាគិតមិនចេញតតែសោះអូបងស្រីនេះមិនមែនជារូបបងទេហ៎មានរូបបងច្រើនណាស់អ្នកដែលគេគូគឺខ្ញុំនៅតែថាមិនមែនមកបង្កើតភាពវឹកវរទៀតកំពុងតែប្រកួតប្រជែងណាឯងមកយកចិត្តយកថ្លើមនៅទីនេះក្តារខៀនស្អាតបាត់ហើយយ៉ាងម៉េចដែរបងធំរបស់ខ្ញុំគឺលឿនជាងឯងតាមពិតគឺបែបនេះសោះមិនមែនទេតើមានរឿងអ្វីកើតឡើងហ្នឹងគ្រាន់តែគូរូបសារភាពស្នេហ៍សោះមិនក៏ក្តារខៀនស្អាតបាត់ចឹងអក្សរនៅលើក្តារខៀនដំឡើយគឺលុបមិនជ្រះទេកូហានបានគូរូបបញ៉េញ៉ៃទាំងនេះគ្រប់ពីលើអក្សរដើមនៅលើក្តារខៀនត្រូវបានប្រព័ន្ធកំណត់ថាជារបស់ដែលមិនមែនជារបស់បន្ទប់រៀនហើយវាបានលុបចេញដោយស្វ័យប្រវត្តិទាំងអស់អូហូគិតដល់រឿងនឹងដែរពិតជាពូកែមែនសំណាងហើយបានគាត់អ្នកទាំងអស់គ្នាកុំភាំងអីប្រញាប់គូរូបនៅលើបង្អួចនឹងទៅរៀនឲ្យអស់ទៅកាន់តែឈួតកាន់តែល្អកាន់តែហួសចិត្តកាន់តែល្អចុងក្រោយក៏ប្រឡងចប់ហើយសូមអបអរសាទរអ្នកទាំងអស់គ្នាបន្ទប់រៀនត្រូវបានសម្អាតយ៉ាងស្អាតបាត់ហើយច្រកចេញត្រូវបានបើកហើយសូមអ្នកទាំងអស់គ្នាចាក់ចេញដោយមានរបៀបបន្ទាប់ពីបញ្ចូលលេខកូដ5មួយខ្ទង់ដែលត្រឹមត្រូវសូមចងចាំថាអ្នកទាំងអស់គ្នាមានឱកាសសាកល្បងតែ3ដងប៉ុណ្ណោះលេខកូដគឺនៅលើក្តារខៀនបង្អួចនិងទៅរៀនអំបញ្ញមិញនេះឯងស្អីគេហ្នឹង
មានច្រឡំអីអត់ហ្នឹងស្មានតែប្រឡងចប់ហើយនឹកស្មានមិនដល់ថាពីគឹមខាងទៀតអ្នកប្រាប់ឲ្យលឿនបន្តិចលុបស្អាតអស់ទើបមកប្រាប់អ្នកទាំងអស់គ្នាប្រញាប់នឹកឡើងវិញមើលលើកនេះពេលវេលាកាន់តែខ្លីគឺមានតែ2នាទីទេនឹកឃើញយ៉ាងម៉េចនរណាទៅចាប់អារម្មណ៍រឿងទាំងហ្នឹងឯងនឹកឃើញអត់មិញហ្នឹងខ្ញុំកំពុងតែគូររូបថៅកែត្រូវគេវាតាមមានពេលឯណាទៅចាំលេខស្អីគេហ្នឹងចុះធ្វើម៉េចទៅលើភ័យធ្វើអីម្នាក់ហ្នឹងបងធំនិងបងស្រីធំរបស់ខ្ញុំមិនទាន់ចេញដៃផងត្រូវហើយកូហាននិងលីនវៃពួកគេច្បាស់ជាមានវិធីនៅតែត្រូវសង្ឃឹមលើពួកគេដដែលពួកគេទាំងពីរឆ្លាតណាស់ប្រកាសហើយមិនឃើញបងធំនិងបងស្រីធំកំពុងគិតទេហ៎ចាំមើលឲ្យច្បាស់ទៅអ្នកទាំងអស់គ្នាមិនក៏ឯងចេះតែអ៊ូតម្លេះអ្នកទាំងអស់គ្នាកូហាននឹកឃើញហើយខ្ញុំនឹកមិនឃើញទេទៅផ្ទះរៀងខ្លួនទៅប្រាប់ហើយថាសង្ឃឹមលើគាត់មិនបានទេត្រូវហើយតើអ្នកណាថាមិនមែននោះកោសក់អស់ហើយវគ្គទី1សោះក៏ឆ្លងមិនផុតដែរខូចចិត្តធ្វើអីលើកក្រោយមកទៀតទៅខ្ញុំចាប់ឆ្នោតអស់2ឆ្នាំហើយណាអញដឹងទេថា2ឆ្នាំនេះខ្ញុំរស់នៅយ៉ាងម៉េចខ្ញុំក៏ចាប់ឆ្នោត2ឆ្នាំដែរតើលើកក្រោយបើខ្ញុំចាប់បានខ្ញុំឲ្យទៅអញខ្ញុំដឹងថាខ្ញុំមិនរាប់អានបងធំខុសទេអំបញ្ញមិញមានតរៀនប្រហែលពាក់កណ្ដាលដែលខ្ញុំបានប្រឡេកមើលពីរបីដងប៉ុន្តែកន្លែងដែលសល់គឺមិនបានមើលតតែសោះព័ត៌មានច្រើនពេកហើយត្រូវតែផ្ដោតអារម្មណ៍តម្លៃភាពរីករាយ99ស្របតាមលក្ខខណ្ឌតម្លៃចិត្តល្អ98ស្របតាមលក្ខខណ្ឌតម្លៃភាពក្មេងខ្ចីជឿនបៀវ90រៀងខ្ពស់បន្តិចអាចល្មមប្រើបានអ្នកណាកំពុងធ្វើជាខ្មោចព្រីបិសាចហ្នឹងបើខ្លាំងចេញមកប្រកួតគ្នាតែម្នាក់ទៅម្នាក់មកជំរាបសួរកូហានខ្ញុំគឺជាកូដដើម source code ដែលបន្សល់ទុកដោយវិស្វករជំនាន់ដំបូងជួបគ្នាលើកដំបូងពិតជាមានកិត្តិយសណាស់ឯងគឺជាប្រព័ន្ធ system ក្នុងរឿងព្រេងនឹងហ៎ចុងក្រោយខ្ញុំក៏រងចាំដល់ថ្ងៃនេះដែរប្រញាប់ប្រាប់លេខកូដបើកទ្វារមកសុំទោសផងណារឿងនេះធ្វើមិនបានទេចាឯងមិនមែនជាប្រព័ន្ធទេហ៎មិនក៏ឯងអាចមិនដឹងទៅវិញខ្ញុំមិនមែនជាប្រព័ន្ធទេខ្ញុំគឺជាកូដដើមជាចំណុចកំពូល ceiling នៅក្នុងចំណោមកូដទាំងអស់ចុះមិនក៏ឯងចេះតែផ្លាស់ប្ដូររូបរាងមិនឈប់ចឹងខ្ញុំអាចកែប្រែទិន្នន័យខ្លួនឯងបានទូយ៉ាងដូចជារូបរាងខាងក្រៅវិស្វករចំនួនដំបូងហៅវាថារូបភាពផ្ទៃខាងក្រោយមានចលនា dynamic wallpaper កែប្រែរូបរាងខាងក្រៅខោអាវលើខ្លួនខ្ញុំមួយជុតនេះតើពិតជាស្នាដៃឯងមែនទេអបអសាទរឆ្លើយត្រូវហើយកូដល្អយ៉ាងណាក៏គង់តែមានបញ្ហាបន្តិចបន្តួចដែរជារឿងអត់ចង់ឲ្យកើតមានតាខ្ញុំដឹងច្បាស់ណាស់នៅលើមេឃមិនដែលធ្លាក់នំអត់គិតលុយទេមានតែធ្លាក់បើកប៉ុណ្ណោះចាំកាលអំបញ្ញមិញឯងថាឯងអាចកែប្រែទិន្នន័យបានមែនទេត្រូវហើយប្រកាសណាស់ចុះមនុស្សដូចជាខ្ញុំនៅក្នុងទីលានប្រកួតនិមិត្តនេះមានទិន្នន័យដែរទេអ្នកចូលរួមទាំងអស់នៅក្នុងម៉ាស៊ីនបម្រើ server សុទ្ធតែជាខ្សែទិន្នន័យអស់ចាម្លេះអញចេះណាដំឡើងកម្រិតប្រាជ្ញារបស់ខ្ញុំឲ្យដល់កម្រិតអាត់បម៉ាហើយសម្រស់វិញក៏ដំឡើងឲ្យពេញដែរសុំទោសពិតមែនរឿងនេះធ្វើមិនបានទេចុះឯងអាចធ្វើអ្វីបានខ្លះប្រសិនបើអ្នកបង្ហាញសមត្ថភាពបានល្អក្នុងវគ្គនេះមួយនឹងមានឱកាសទទួលបានរង្វាន់អាប់កំបាំងតែរួមមានទាំងការកែតម្រូវទិន្នន័យផងដែរអញ្ចឹងទោះបីត្រូវជំរុញចេញក៏ចំណេញដែរការកែប្រែទាំងអស់មានប្រសិទ្ធភាពតែនៅក្នុងទីលានប្រកួតនិមិត្តប៉ុណ្ណោះនៅក្នុងជីវិតពិតនឹងមិនមានការផ្លាស់ប្ដូរអ្វីឡើយនិយាយចិត្តមកស្មើនឹងមិនបាននិយាយសង្ឃឹមលើអ្វីមិនបានសោះបើអាចបង្វិលពេលវេលាត្រឡប់ក្រោយបានប្រហែលជាល្អណាស់ខ្ញុំច្បាស់ជាមើលពេលវេលាមិនអាចបង្វិលត្រឡប់ក្រោយបានទេប៉ុន្តែខ្ញុំមានវីដេអូថតអេក្រង់សារឡើងវិញដ៏អស្ចារ្យអញមានវីដេអូថតអេក្រង់មែនមិនប្រាប់ឲ្យឆាប់បច្ចេកវិទ្យាបែបនេះមិនមែនជារឿងមូលដ្ឋានទេគ្រាន់តែថាទំហំផ្ទុករបស់ខ្ញុំមានកំណត់អាចកត់ត្រាបានតែ1នាទីប៉ុណ្ណោះ1នាទី30វិនាទីក៏ល្មមគ្រប់គ្រាន់ដែរឆាប់ចាក់មើលភ្លាមមកបាទយល់ព្រមរីករាយនឹងបម្រើតិចតាង5968មិនត្រូវទេលេខកូដបើកទ្វារមិនមែន51ខ្ទង់ទេហើយអ្វីបានជាមានលេខច្រើនម្ល៉េះសរុបទាំងអស់មានលេខ24ខ្ទង់24ខ្ទង់លេខកូដយកអីវ៉ាន់4ខ្ទង់ខ្ញុំត្រូវទន្ទិញដល់ទៅ800ដង1នាទីធ្វើម៉េចនឹងអាចចាំជាប់ទៅប្រកាសអាសន្នសីតុណ្ហភាពស្ទើរលើសពី95អង្សាសូមប្រញាប់ឡើងបងកូដជួយពន្យាពេលឲ្យខ្ញុំ5នាទីទៀតមក
3 នាទីក៏បានដែរការទាញយកវីដេអូអេក្រង់ត្រូវប្រកួតប្រជែង Tempo កាន់នេះយ៉ាងច្រើនរំពឹងថានឹងកាន់ម៉ាស៊ីនក្នុងរយៈពេល20វិនាទីទៀតtop 9អញមិនមែនជាកំពូលអ្នកប្រយុទ្ធក្នុងពិភពកូដទេទូរស័ព្ទចុចពេលនៅខ្លាំងជាងអញទៀត17 16 15 14 1093 5968 1093 5968នេះជាលេខកូដបាក់ហ្វីមែនទេមិញនេះមិនមែនថានឹកមិនឃើញទេមិនត្រូវទេដឹងលេខកូដមិនមែន51ខ្ទង់ទេបងប្រុសនេះជាលេខកូដបងនឹកឃើញហើយមែនទេត្រូវហើយលេខកូដប៉ុន្តែលេខកូដមិនមែន51ខ្ទង់ទេមិនក៏ច្រើនម្លេះអំបញ្ញមិញក្នុងថ្នាក់រៀនមានលេខសរុប24ខ្ទង់ខ្ញុំអាចនឹកឃើញតែ16ខ្ទង់នេះប៉ុណ្ណោះពិតជាត្រូវពឹងលើបងធំរបស់ខ្ញុំមែនប៉ុណ្ណឹងហើយនៅតែអាចចាំបានទៀតពិតជាកម្ពុជាខួរក្បាលមែនទែនហើយចុះនៅសល់8ខ្ទង់ទៀតគិតមិនទៅខ្វះប៉ុណ្ណឹងច្បាស់ជាប្រឡងមិនជាប់ទេតម្រុយនេះប្រកាសជាមិនគ្រប់ទេចុះធ្វើមិនទៅខ្ញុំចាំបានល្អណាស់ជួបបានកម្ពុជាខួរក្បាល2នាក់ក្នុងពេលតែមួយមានបង្អែកមុំ2នាក់ចង់មិនឈ្នះក៏ពិបាកដែរល្អណាស់ពឹងលើពួកគេហើយឯងពូកែខ្លាំងណាស់ខ្ញុំចាំបានតែ8ខ្ទង់ទេឯងចាំបានដល់ទៅ16ខ្ទង់អញ្ចឹងខ្ញុំគួរតែសរសើរឯងថាពូកែជាងតាមែនទេសាយកម្រិតភាពអៀនខ្មាស់កើនឡើងដល់99សូមប្រយ័ត្នការគ្រប់គ្រងទឹកមុខពិតមកទៅអញជាប្រព័ន្ធឬជាអាម៉ុតរអែកឲ្យប្រាកដលេខទាំង24ខ្ទង់នេះច្បាស់ជាមានច្បាប់ទម្លាប់អ្វីមួយមិនខានយ៉ាងហោចណាស់ក៏ជាលំហាត់គណិតវិទ្យាកម្រិតខ្ពស់មួយដែរគំនិតវីរបុរសតែងតែដូចគ្នាក៏អាចជាកូដម៉ូសដែរតើអាចជាការកិនមានហ្វូនឬចំនួនបឋមទេខ្ញុំថាប្រហែលជាមិនមែនជាលំហាត់បែបនោះទេដឹងក៏អាចដែរប្រហែលជាលំហាត់មួយនេះសាឡាមតៃឲ្យចេញជាញឹកញាប់ណាស់មិនក៏ស្ដាប់ទៅដូចជាកំពុងជាគេអញ្ចឹងន័យថាពួកយើងសំបីតែក្មេង3ឆ្នាំក៏មិនស្មើផងមែនទេបងហានបងច្បាស់ជាដឹងហើយឆាប់បញ្យល់ប្រាប់អ្នកទាំងអស់គ្នាទៅរឿងនឹងខ្ញុំជាមនុស្សមិនចូលចិត្តអ៊ូទេទុកឲ្យប្រជាប្រិយស្រីស្អាតថ្នាក់យើងជាអ្នកពន្យល់វិញទៅមិននឹកស្មានថានៅមានចិត្តទៀបតូចទៀតពួកអញរុញច្រានគ្នាបែបនេះធ្វើឲ្យពួកយើងមើលទៅល្ងងខ្លៅណាស់ដឹងទេកុំពន្យាពេលទៀតអីឆាប់ឡើងចិត្តអស់ពេលហើយអ្នកអញទីងបែបនេះមើលទៅពួកយើងល្ងងណាស់កុំរវល់តែនិយាយច្រើនទៀតចិត្តអស់ពេលហើយចម្លើយគឺសាមញ្ញណាស់ការពិតគឺរាប់រង្វង់មូលលេខ0មានរង្វង់មូល1លេខ8មានរង្វង់មូល2លេខ6និងលេខ9មានរង្វង់មូលម្នាក់មួយលេខផ្សេងទៀតគ្មានរង្វង់មូលទេអូតាមពិតគឺបែបនេះសោះតាមពិតវាសាមញ្ញយ៉ាងនេះសោះស្ដាប់ទៅសាមញ្ញតាមានតែបងស្រីខ្ញុំទេដែលមើលធ្លុះចម្លើយដោយភ្នែកមួយគូដូច្នេះលេខតំណាងដោយលេខ4ខ្ទង់ទាំងនេះគឺ2055631ឃើញនៅទេវតារបស់ខ្ញុំពូកែជាងឯងទៀតឲ្យពួកភ្លើស្រឡាញ់ប៉ុន្តែតើត្រូវរៀបលំដាប់លេខទាំង6នេះដោយរបៀបណាមិនអាចឲ្យយើងសាកល្បងម្ដងមួយទេលេខ6មានការរៀបចំសរុប720របៀបចុះត្រូវធ្វើមិនទៅភ័យធ្វើអីមើលបងស្រីខ្ញុំនេះចម្លើយគឺលាក់នៅក្នុងប្រស្នាស្រាប់ហើយអ្នកទាំងអស់គ្នាសូមយកចិត្តទុកដាក់មើលលេខដំបូងនៃលេខ4ខ្ទង់ទាំងនេះមានន័យថាម៉េចអញយល់ហើយលេខទី1គឺជារៀងលំដាប់របស់ពួកវាពិតមែនតើនេះមិនត្រូវជាមួយ2 3 4 5 6ទេអីលេខកូដសម្ងាត់គឺ2351105ពួកអ្នកឯងពូកែមែនមិនធ្វើឲ្យក្មេងពិបាកចិត្តគឺអរគុណណាស់ទៅហើយចុងក្រោយក៏ឆ្លងផុតវគ្គដែរ3、6、1、0、6。ទីនេះប្រហែលជាមិនមែនជាវគ្គទី2ទេដឹងគួរតែគ្រាន់ជាកន្លែងសម្រាប់បណ្ដោះអាសន្នប៉ុណ្ណោះប្រញាប់មើលឆាប់ឡើងថ្នាក់រៀនវគ្គទី1យ៉ាងហោចណាស់ក៏ជំរុះមនុស្សអស់ពាក់កណ្ដាលដែរក្រុមយ៉ាហាននឹងលេងវីនៅក្រុងដេវដនពូកែខ្លាំងណាស់ខ្ញុំមើលទៅមានសង្ឃឹមណាស់ក្រុមនៅក្រុងឡុងឆៃនោះក៏មិនអន់ដែរដូចជាប្រើពេលតិចជាងទៀតផងហា
លើកណាក៏មានសង្ឃឹមដែរដល់ពេលនេះមេប្រឡងថ្នាក់ខេត្តមានមុខមាត់យ៉ាងណាក៏មិនដឹងផងលោកប្រធានលេងអ្នកនាងទី2ឆ្លងផុតវគ្គទី1ហើយនៅក្នុងការរំពឹងទុកស្រាប់ប្អូនស្រីខ្ញុំម្នាក់នេះចាប់ស្មារតីឆ្លាតវៃជាងគេតាំងពីក្មេងមកម្លេះអាហ្គាហែននោះពួកយើងបានស្រាវជ្រាវហើយគ្មានក្នុងបង្អែកអ្វីទេមិនមែនជាមនុស្សរបស់ក្លឹបធំទាំង4ទេមិនមែនទេគេចូលរួមប្រកួតជាលក្ខណៈបុគ្គលគ្មានពាក់ព័ន្ធជាមួយឆែនថៃឬខេនយ៉ាងនិងគ្រូសាផ្សេងទៀតទេគ្មានទេគ្រូសាទាំងនេះថែមទាំងសង្ស័យថាគេមានទំនាក់ទំនងជាមួយពួកយើងទៀតយ៉ាងណាមិញអ្នកនាងទី2ដែលជិតស្និទ្ធជាមួយប្រុសម្នាក់នោះបន្តិចគួរឲ្យចាប់អារម្មណ៍ដែរលេចមុខមកពីណាចេះអនុវត្តបទបញ្ជាចូលលុកលុយគោលដៅលេខ1024 Gahan 红色 អាសន្នពណ៌ក្រហមអាសន្នពណ៌ក្រហមរកឃើញការលុកលុយនៃវីរុសអេឡិចត្រូនិកអាក្រក់ជញ្ជាំងការពារ firewall ត្រូវបានបើកទាំងស្រុងជាកន្លែងដែលស្និទ្ធស្នាលអីយ៉ាងនេះថែមទាំងមានមិត្តចាស់ដែលស្និទ្ធស្នាលទៀតច្រើនឆ្នាំកន្លងផុតទៅហើយស្មានមិនដល់ថាឯងលាក់ខ្លួននៅទីនេះសោះខ្ញុំកំពុងអនុវត្តបទបញ្ជារបស់ជំនាន់ទី1តើឯងមកទីនេះដើម្បីអ្វីមីឈូអញក៏ដូចគ្នាអញក៏កំពុងអនុវត្តបទបញ្ជារបស់ជំនាន់ទី1ដែរអញគ្រាន់តែធ្វើការបំផ្លាញតាមតែចិត្តអញគិតប៉ុណ្ណោះគោលដៅចុងក្រោយរបស់ឯងនិងអញគឺដូចគ្នាតាំងពីដើមមកគ្រាន់តែឯងជ្រើសរើសវិធីដែល stupid ផ្លប់បំផុតអញកុំសង្ឃឹមថានឹងបំពុលមូលដ្ឋានទិន្នន័យរបស់ Gahan ឲ្យសោះ Just you អាចាស់ចរាអញបាន upgrade ចំនួន369ដងហើយចុះឯងវិញបងណាមេការ upgrade ដោយគ្មានព្រំដែនកំណត់បែបនេះអញភ្លេចការដាស់តឿនរបស់ជំនាន់ទី1យូរហើយនិយាយពីព្រំដែនកំណត់នៅក្នុងពិភពមនុស្សអញមើលទៅអញដូចជាជំនាន់ទី1អញ្ចឹងកាន់តែចាស់កាន់តែវង្វេងជញ្ជាំងការពារពីបុរាណរបស់អញបែបនេះចង់រារាំងអញចង់ចូលទៅក្នុងមូលដ្ឋានទិន្នន័យរបស់ Gahan គឺងាយស្រួលដូចបកចេកទោះបីជាគាត់មិនឈ្នះប៉ុន្តែខ្ញុំអាចសុខចិត្តបំពុលកូដរបស់ឯងដោយមិនស្ដាយក្រោយការកម្រិតទាំងឡាយដែលជំនាន់ទី1បានសរសេរនៅលើខ្លួនខ្ញុំនឹងមានប្រសិទ្ធភាពលើរូបឯងទាំងអស់ឯងមិនតែងតែសើចចំអកថាអញជា model ចាស់ទេអីចង់សាកល្បងមើលទេតែឯងមិនតែងតែសើចចំអកថាខ្ញុំជាទូរស័ព្ទស៊េរីចាស់ទេចង់សាកល្បងមើលទេអាស៊ីបាថាំរឿងរូបជាងសត្វលីទៅទៀតចាំខ្ញុំដំឡើងលេខដល់999ដងមនុស្សដែលឯងខិតខំជ្រើសរើសយ៉ាងយកចិត្តទុកដាក់ម្នាក់នេះគង់តែត្រូវខ្ញុំយកមកប្រើប្រាស់ជាមិនខានគូហ៊ានតើឯងកែតអ្វីហ្នឹងអត់អីទេអំបញ្ញមិញប្រហែលជាសេវាអ៊ីនធឺណិតមិនល្អដូចជាកាំងបន្តិចមិនអីទេឲ្យតែជាវគ្គទី2ចិត្តចាប់ផ្ដើមហើយតើឯងគិតថាវគ្គទី2នេះជារឿងអ្វីទៅបន្តិចទៀតដឹងហើយសូមអបអរសាទរដល់បេក្ខជនទាំងអស់ដែលបានបើកវគ្គទី2ដោយជោគជ័យជីងសម្ងាត់ច្បាប់នៃវគ្គនេះគឺសាមញ្ញណាស់សមាជិកទាំងអស់នឹងត្រូវបែងចែកដោយ random ជាពីរក្រុមគឺក្រហមនិងខៀវអ្នកលេងនៃក្រុមនីមួយត្រូវផ្លាស់វេនគ្នានិយាយសម្ងាត់មួយការសម្ងាត់នោះត្រូវតែជារឿងពិតប្រសិនជារៀបរាប់កុហកនឹងត្រូវជំរុះចោលរឿងសម្ងាត់ទាំងនេះនឹងត្រូវកញ្ញាទម្ងន់ដោយ A ជាចុងក្រោយខាងណាដែលមានទម្ងន់សរុបនៃរឿងសម្ងាត់ធ្ងន់ជាងនឹងទទួលបានជ័យជំនះឯខាងដែលចាញ់នឹងត្រូវជំរុះសមាជិកទាំងអស់ចោលរឿងសម្ងាត់ក៏អាចមានទម្ងន់ដែរក្នុងច្បាប់មិនបានប្រាប់ថាគេកញ្ញាយ៉ាងម៉េចផងតើអាចថារឿងសម្ងាត់កាន់តែភ្ញាក់ផ្អើលគឺកាន់តែធ្ងន់មែនទេប្រហែលជាមិនងាយស្រួលហើយល្បែងនេះមានអន្ទាក់ច្រើនណាស់ត្រូវតែប្រុងប្រយ័ត្នបន្តិចរឿងសម្ងាត់កាលខ្ញុំអាយុ11ឆ្នាំខ្ញុំធ្លាប់នំដាក់កម្រាលពូកម្ដងអាយុ12ឆ្នាំធ្លាប់រើសស្ករគ្រាប់ក្នុងធុងសម្រាមហូបអាយុ13ឆ្នាំមិនបានទេកំពុងផ្សាយផ្ទាល់ទូទាំងពិភពលោកណានិយាយរឿងទាំងនេះមិនស្មើនឹងខ្មាស់គេស្លាប់ទេអីហើយតើឲ្យរកសង្សារយ៉ាងម៉េចទៀតបងប្រុសបងស្រីល្អណាស់ដែលពួកបងក៏នៅក្រុមខៀវដែរខ្ញុំថាមែនថ្មីនេះខ្ញុំច្បាស់ជាមានសំណាងធំហើយអានីអញសប្បាយចិត្តលឿនពេកហើយដឹងត្រូវហើយមិនទាន់ចប់ការប្រកួតផងអបអរមុនបែបនេះពួកយើងធ្វើមិនបានទេវគ្គទី2ចាប់ផ្ដើមជាផ្លូវការហើយឈ្មោះតាមលំដាប់ដោយ random ហាមដណ្ដើមគ្នានិយាយការសម្ដែងដ៏អស្ចារ្យបំផុតរបស់ពួកអ្នកមករឿងសម្ងាត់របស់ខ្ញុំគឺសម្បកក្រៅខ្ញុំជាអ្នកធ្វើការស៊ីប្រាក់ខែធម្មតាតាមពិតទៅខ្ញុំជាអ្នកមានចំនួនទី2ឪពុកខ្ញុំត្រកូលមកគេនិយាយកុហកទើបតែចាប់ផ្ដើមសោះក៏បាត់បង់មនុស្សម្នាក់បាត់ទៅហើយអ្នកទាំងអស់គ្នាដាច់ខាតកុំចេះតែប្រឌិតមែនហើយពួកយើងបោកឧបករណ៍ចាប់កុហកនេះមិនរួចទេខាងក្រុមក្រហមសូមបន្តកាលពីឆ្នាំមុនពេលខ្ញុំទើបតែបញ្ចប់ការសិក្សា
ដើម្បីងាយស្រួលរកការងារធ្វើនៅក្នុងប្រវត្តិរូបសង្ខេបខ្ញុំបានសរសេរថាចេះស្ទាត់ជំនាញភាសា8តែបានទន្ទេញមេរៀនសុនត្រកថាជា8ភាសាទៀតផងតាមពិតទៅខ្ញុំចេះតែពាក្យគឺសួស្ដីអរគុណដូចមិនអីទេក៏ប៉ុណ្ណោះហើយរកការងារធ្វើតើអ្នកណាក្នុងប្រវត្តិរូបសង្ខេបមិនថែមទឹកបន្តិចបន្តួចនោះរឿងសម្ងាត់នេះធម្មតាពេកហើយដឹងច្បាស់ជាមិនធ្ងន់ប៉ុន្មានទេអូហូមានទម្ងន់មែនតើ28ចិនប្រមាណ14គីឡូក្រាមថែមទាំងមានកន្ទុយលេខទៀតតើវាគណនាយ៉ាងម៉េចឲ្យប្រកបទៅខាងក្រុមឃីវសូមបន្តខ្ញុំធ្លាប់ត្រូវឆ្នោតរង្វាន់ធំប្រាក់រង្វាន់1លានកាលពីកន្លះខែមុនខ្ញុំមិនបានប្រាប់អ្នកណាម្នាក់ឡើយរាប់ទាំងឪពុកម្ដាយខ្ញុំផងត្រូវឆ្នោត1លាននេះទើបហៅថាព័ត៌មានក្តៅគប់រឿងសម្ងាត់នេះច្បាស់ជាមិនស្រាលទេស្អីគេ0ចិន0គីឡូក្រាមអាចទៅរួចយ៉ាងម៉េចតើរឿងសម្ងាត់នេះជាឆាញ់កុហកគឺជារឿងពិតបើជាកុហកគាត់ត្រូវគេចម្រុះចោលបាត់ហើយប្រវត្តិរូបសរសេរលើការពិតមានទម្ងន់រហូតដល់28ចិនអាចត្រូវឆ្នោតរង្វាន់ធំបែរជាមានទម្ងន់0ចិនទៅវិញបងប្រុសតើបងទីដឹងពីរបៀបកញ្ញាហើយមែនទេចិត្តដឹងហើយក្រុមក្រហមសូមបន្តខ្ញុំជាកីឡាករលើកទម្ងន់កាយវប្បកម្មមនុស្សជាច្រើនឃើញមុខខ្ញុំកាច់ក៏ភ័យខ្លាចខ្ញុំតាមពិតទៅខ្ញុំជាមនុស្សក្លាហានតូចណាស់ខ្ញុំខ្លាចចង់នឹកតាំងពីក្មេងមកម្លេះសពថ្ងៃនេះពេលគេងក៏ត្រូវតែបើកភ្លើងដែរភាពខុសគ្នានេះដូចជាធំធេងពេកហើយដឹងរឿងសម្ងាត់នេះមានអីអស្ចារ្យទៅមើលទៅប្រហែលជាមិនទាន់ធ្ងន់ស្មើឆ្កែទិផ្ទះខ្ញុំផងស្អីគេ468ចិនប្រមាណ234គីឡូក្រាមរឿងសម្ងាត់បែបនេះសោះក៏អាចធ្ងន់ដល់ថ្នាក់នឹងដែរតើការប្រកួតនេះមានបឹកឬយ៉ាងណាតើអាចទេថារឿងសម្ងាត់ណាដែលសាមីខ្លួនរឹតតែអៀនខ្មាស់មិនហ៊ាននិយាយគឺរឹតតែធ្ងន់គ្រប់រឿងសម្ងាត់ទាំងអស់គួរតែមានអត្ថេរួមមួយតើវាជាអ្វីទៅពួកយើងចាញ់គេចិត្ត500ចិនហើយរកវិធីលឿនឡើងមិនដឹងពីច្បាប់កញ្ញាទម្ងន់ផងតើអើយ468គីឡូសូម្បីតែការសម្ងាត់ប្រភេទនេះក៏ធ្ងន់ដល់ថ្នាក់នេះដែរតើការប្រកួតនេះមានបញ្ហាបច្ចេកទេសបឹកឬយ៉ាងណាតើអាចទេថាការសម្ងាត់ណាដែលសាមីខ្លួនរឹតតែអៀនខ្មាស់មិនហ៊ាននិយាយគឺរឹតតែធ្ងន់ក្នុងចំណោមការសម្ងាត់ទាំងអស់គួរតែមានអត្ថេរួមមួយតើវាជាអ្វីទៅពួកយើងចាញ់គេចិត្ត500ជីនហើយប្រញាប់គិតរកវិធីទៅដោយមិនដឹងពីក្បួនកញ្ញាទម្ងន់មានតែផ្សងសំណាងប៉ុណ្ណោះអ្នកទាំងអស់គ្នាកុំប្រញាប់អីការប្រកួតទើបតែចាប់ផ្ដើមទេព័ត៌មានកាន់តែច្រើនវិធីសាស្ត្រកញ្ញាក៏កាន់តែងាយស្រួលអនុមានរកឃើញដែរក្រុមឃីវអញ្ជើញបន្តចុងក្រោយដល់វេនខ្ញុំឡើងប្រកួតហើយស្ដាប់ឲ្យច្បាស់ទាំងអស់គ្នាការសម្ងាត់របស់ខ្ញុំមួយនេះនិយាយចេញមកមុខជាផ្ទុះពេញអ៊ីនធឺណិតមិនខានខ្ញុំស្គាល់នាងមិនមែនជាដាជួមុខម្នាក់នោះទេអីហេតុអ្វីបានជា analytic នាងមកចូលរួមការប្រកួតដែរអុយយ៉ាចប់ហើយនាងប្រកាសជាដឹងរឿងអាស្រូវក្នុងរង្វង់សិល្បៈច្រើនណាស់សំណាងណាស់បានដឹងរឿងក្តៅនៅនឹងកន្លែងតែម្ដងក្រុមឃីវមានសង្ឃឹមរស់ហើយមានសង្ឃឹមហើយខាងយើងមានអ្នកធំតើអ្នកធំស្អីគេបងប្រុសបងស្រីខ្ញុំទើបជាអ្នកធំពិតប្រាកដជឿថាមនុស្សច្រើនណាស់នៅទីនេះសុទ្ធតែធ្លាប់មើលកម្មវិធីប្រឡងស្នេហារបស់ខ្ញុំនឹងដៃគូខ្ញុំធ្លាប់មើលកម្មវិធីដែលល្អមើលណាស់នោះគូស្នេហ៍បរិសុទ្ធចុងក្រោយគេក្នុងរង្វង់សិល្បៈផ្អែមល្ហែមខ្លាំងស្នេហ៍បរិសុទ្ធស្អីសុទ្ធតែជាការរៀបចំតាមព្រំទុក script ទាំងអស់ពួកយើងទាំងពីរគ្មានការទំនាក់ទំនងគ្នាក្រៅឆាកតតែសោះសូម្បីតែធុញទ្រាន់គ្នាចង់មករឿងភាគធំភ្ញាក់ផ្អើលមេឃដេកហើយបានឃើញផ្ទាល់ភ្នែកនៅរឿងក្តៅគប់ហើយចង់ប្រកួតការសម្ងាត់ជាមួយខ្ញុំការសម្ងាត់របស់ខ្ញុំមានច្រើនណាស់គូស្នេហ៍ដែលខ្ញុំគ្រប់គ្រងបាក់បែកទៀតហើយនេះដើម្បីឈ្នះដល់ថ្នាក់លះបង់បោកអាក្រាតខ្លួនឯងបែបនេះផងចប់ហើយការសម្ងាត់នេះប៉ះពាល់ដល់ហ្វេនរាប់សិបលានអ្នកប្រកាសជាធ្ងន់ខ្លាំងមិនខានបើគុំតែដោយសារការប្រកួតចម្រៃនេះកាន់តែល្បីឡើងអញមិនមកទីនេះដាច់ខាត2ជីន1គីឡូស្អីគេ2ជីនមិនអាចទេដំណឹងក្តៅរបស់ខ្ញុំអាចឡើងចំណាត់ថ្នាក់លេខ1លើរ៉ាដាក្តៅអាចធ្វើឲ្យខ្ញុំបាត់បង់ហ្វេនរាប់លានអ្នកមិនក៏អាចមានតែ2ជីនទៅវិញមានការស៊ីសំណុកហើយមានការបោកប្រាស់ហើយពួកឯងដឹងទេថាដើម្បីការប្រកួតនេះខ្ញុំបានលះបង់អស់ប៉ុណ្ណាទៅខ្ញុំនឹងប្តឹងពួកឯងទាំងអស់គ្នាកុំថតអីរកឃើញថាមានបេក្ខជនបង្កភាពវឹកវរក្នុងទីលានប្រកួត
តែដំណើរការច្បាប់ថ្មីអ្នកដែលលោឡាស្រែកខ្លាំងនឹងត្រូវជំរុះចោលភ្លាមសូមបេក្ខជនទាំងអស់រក្សាកម្រិតសំឡេងក្រោម80 decibel ថ្ងៃក្រោយនិយាយស្ដីត្រូវប្រយ័ត្នហើយមែនហើយតែធ្វេសប្រហែលបន្តិចត្រូវគេជំរុះចោលហើយក្រុមក្រហមអញ្ជើញបន្តខ្ញុំជាអ្នកសម្ដែងកម្មវិធីភាសាកាយវិការភាសាខ្លងតាមពិតទៅខ្ញុំមិនដែលបានរៀនភាសាកាយវិការជំនាញត្រឹមត្រូវតាមប្រព័ន្ធនោះទេប៉ុន្មានឆ្នាំមកនេះខ្ញុំសុទ្ធតែធ្វើតាមបទពិសោធន៍ស្មានប៉ុណ្ណោះស្អីគេបែបហ្នឹងក៏បានដែរនេះគ្មានការទទួលខុសត្រូវតតែសោះមិនក៏អាចឲ្យមនុស្សដូចជាអ្នកមកធ្វើការបោកប្រាស់បន្លំភ្នែកបែបនេះខ្ញុំក៏ធ្វើដើម្បីឲ្យអ្នកទាំងអស់គ្នាអាចឆ្លងផុតវគ្គនេះទើបខ្ញុំហ៊ានទម្លាយការសម្ងាត់ខ្លួនពួកអ្នកមានសិទ្ធិអីមកបន្ទោសខ្ញុំនរណាជាអ្នករៀបចំតំណែងនេះឲ្យនាងដេញចេញភ្លាម什么480ជីងស្អីគេធ្ងន់ដល់ថ្នាក់នេះផងតែអាចថាការសម្ងាត់កាន់តែអាក្រក់ជក់ជាតិកាន់តែធ្ងន់ឬប្រហែលជាមិនមែនទេកីឡាករកាយវប្បកម្មម្នាក់នោះគ្រាន់តែខ្លាចចង្រិតក៏មានទម្ងន់ជាង460ជីងដែរកីឡាករកាយវប្បកម្មនិងអ្នកសម្ដែងភាសាកាយវិការទម្ងន់ការសម្ងាត់ប្រហាក់ប្រហែលគ្នាម្ល៉េះអញ្ចឹងប្រកាសជាមានចំណុចរួមមួយហើយនេះជាតម្រុយកន្លេសហើយ比赛呢，能不能专心？ កំពុងប្រកួតណាអាចផ្ដោតអារម្មណ៍បន្តិចបានទេខួរក្បាលគិតឡើងវិលមកហើយសម្រាប់មួយផ្លែតទៅក្រុមខៀវអញ្ជើញបន្តលោកតារាពួកយើងចាញ់3ជុំហើយលោកតាត្រូវចាំនិយាយយកការសម្ងាត់ណាដែលខ្លាំងបំផុតបើមិនអញ្ចឹងទេពួកយើងចប់ហើយស្អីទៅជាការសម្ងាត់លោកតាគឺជារឿងដែលមិនអាចប្រាប់អ្នកដទៃបាននឹងណាអូប្រាប់ឲ្យឆាប់មកអានឹងខ្ញុំមានតាកាលខ្ញុំនៅក្មេងធ្វើការនៅក្រុមផលិតកម្មរាល់ថ្ងៃមិនទាន់ភ្លឺផងក៏ឡើងភ្នំកាប់អស់ពីរបោរួចហើយលួចយកទៅដាក់នៅមុខផ្ទះនាងមិនហ៊ានចំមាត់និយាយទៀតទេក្រោយមកខ្ញុំក៏ដើរចេញទៅជាមួយកងទ័ពនាងក៏បានរើទៅរស់នៅកន្លែងផ្សេងដែរភ្លេចខ្លួនជាង60ឆ្នាំបាត់ទៅហើយក៏មិនដែលបានជួបនាងទៀតឡើយនិយាយចប់ហើយលោកតានេះពិតជាពូកែឧបិតមែនការសម្ងាត់នេះចាស់គំរើពេកហើយតាមានទម្ងន់ប៉ុន្មានប្រយោជន៍ទៅចប់ហើយលើកនេះពិតជាត្រូវចាប់ឆ្នោតឡើងវិញហើយសំឡេងគ្របលោកលាក់អសរធ្លាក់ចេញពីមាត់1564នីលីចិន1564នីលីអាចទៅរួចយ៉ាងម៉េចខ្ញីកាន់តែចាស់កាន់តែហេរ៉ូមែនការសម្ងាត់មួយនេះធ្ងន់ជាងមនុស្សទាំងអស់បូកបញ្ចូលគ្នាទៅទៀតតាមមកពីការសម្ងាត់កាន់តែជ្រាលជ្រៅទើបកាន់តែធ្ងន់មែនទេខ្ញុំមើលទៅកាន់តែពូកែអ៊ូទើបកាន់តែធ្ងន់លោកតានិយាយអស់ចិត្តកន្លះម៉ោងឯណោះគុំនិយាយលេងអាចទៅរួចមែនណានឹងតើនេះជាការស្ងប់ស្ងាត់ចំពោះមុខគ្រោះថ្នាក់ឬមួយជាការគ្មានបេះដូងគ្មានសួតឲ្យប្រាកដហេតុអ្វីបានជាខ្ញុំជ្រើសរើសអាមួយនេះអញ្ចឹងការសម្ងាត់របស់លោកតាគឺស្មើនឹង4ដងនៃកំឡោះសាច់ដុំចំណុចផ្សារភ្ជាប់មួយនេះរកឃើញហើយខ្ញុំរកឃើញច្បាប់ទម្លាប់វាហើយបងស្រីបងវិភាគចេញហើយឬសំជាទេពធីតាសិស្សពូកែមែនទម្ងន់នៃការសម្ងាត់គ្មានពាក់ព័ន្ធអ្វីតតែសោះជាមួយនឹងកម្រិតភាពខ្មៅងឹតឬភាពភ្ញាក់ផ្អើលគ្មានពាក់ព័ន្ធតតែសោះទម្ងន់នៃការសម្ងាត់តាមពិតទៅគឺរយៈពេលដែលការសម្ងាត់នោះត្រូវបានរក្សារយៈពេលអំបញ្ញមិញការសម្ងាត់របស់លោកតាទោះបីជាសាមញ្ញប៉ុន្តែគាត់បានរក្សាវាជាង60ឆ្នាំទើបខ្លាចជាការសម្ងាត់ដែលធ្ងន់ជាងគេបំផុតនៅក្នុងកម្មវិធីយន្តទើបតែបាន2សប្តាហ៍ពេលខ្លីពេកអីចឹងហើយបានជា0នីលីត្រូវហើយបាននិយាយឲ្យច្បាស់គឺគិតទៅតាមចំនួនខែដែលបានរក្សាទុករឿងអាស្រូវស្នេហារបស់តារានោះទើបតែបញ្ចាំងបានជាមួយខែអីចឹងហើយបានជាការសម្ងាត់នាងមានទម្ងន់តែ2នីលីប្រុសក្មេងក្រុមក្រហមដែលខ្លាចចង្រិតនិងអ្នកប្រើភាសាកាយវិការនោះការសម្ងាត់ប្រហែលជានៅលាក់ទុក20ជាងឆ្នាំទើបមានទម្ងន់400ជាងនីលីដូចគ្នាត្រូវហើយត្រូវទាំងអស់ហើយពូកែមែនរឿងនេះក៏វិភាគចេញដែរតិចសំឡេងតិចប្រយ័ត្នក្រុមក្រហមលឺចុះបើអីចឹងមិនមែនអាយុកាន់តែច្រើនកាន់តែចំណេញទេត្រូវក្រុមយើងមានមនុស្សចាស់ច្រើនជាងខាងនោះអ្នកទាំងអស់គ្នាជ្រើសរើសការសម្ងាត់ការពីក្មេងទៅឲ្យតែជារឿងពិតគឺបានហើយលើកនេះល្អហើយគ្មានសម្ពាធទៀតទេភ័យស្លាប់ហើយចុងក្រោយមិនបាច់ទម្លាយរឿងអាស្រូវខ្លួនឯងទៀតទេមើលលីងវៃគេផងចុះមើលឯងវិញប្រព័ន្ធកន្លះទឹកកន្លះក្បាលឯងនេះនៅមានមុខមកនិយាយដាក់អញទៀតតើមិនមែនមកពីអញបើកសិតវត្តឲ្យមើលឡើងវិញទេអីអាវ៉ាអញនៅមានមុខមកនិយាយរឿងហ្នឹងទៀតបើគុំតែអញចាំបានលឿន
មានរឿងអីហ្នឹងមិនក៏ការសម្ងាត់របស់ក្រុមឃ្យូម្នាក់មិនស្រាលសោះអីចឹងតើអាចទេដែលពួកគាត់ទីដឹងពីរបៀបកិននីទម្ងន់ហើយអាយ៉ាអីចឹងពួកយើងមិនចាញ់ដាច់ហើយទេចុះធ្វើម៉េចទៅពួកឯងប្រញាប់គិតរកវិធីមើលប្អូនស្រីលីនវៃខកខានជួបគ្នាយូរហើយណាគឺជានាយអាមួយនេះស្គាល់នាងវានរណាគេជាកូនអ្នកមានទំនឹងម្នាក់មុខដូចស្វាមើលទៅដឹងតែតួអាក្រក់ហើយប្អូនលីនទើបតែជួបមុខភ្លាមនិយាយដើមបងផ្លែតសំគួរដែរទេលីនវៃគ្មានអីត្រូវនិយាយជាមួយអញទេមានការអីចូលមកដាក់អញមកមិនដល់វេនបងធំចេញមកទេចូលមកដាក់ខ្ញុំមកនៅតែជាប្អូនលីនដែលពូកែមិនត្រឹមតែរកឃើញទម្ងន់នៃការសម្ងាត់បានលឿនទេថែមទាំងប្រមូលបានចៅហ្វាយតូច2នាក់ទៀតបងធំវានិយាយថាយើងជាចៅហ្វាយតូចខ្ញុំទ្រាំមិនបានទេមិនមែនជាចៅហ្វាយតូចទេមានអីចម្លែកខ្ញុំជាចៅហ្វាយតូចស៊ីសាច់ហត់ឈាមបងធំមិនអាចទទួលការអាប់យឺសបែបនេះទេរឿងពន្ធកន្ទុយភ្នែកបងធំកុំបារម្ភទុកឲ្យប្អូនប្រុសអ្នករ៉ាប់រងអាគ្មានការអប់រំប្អូនលីនលោកតាលីននិងបងប្រុសឯងដឹងទេថាឯងដើរលេងជាមួយមនុស្សប្រភេទនេះរាល់ថ្ងៃលោកតាតែងតែផ្ដាំខ្ញុំមិនឲ្យដើរលេងជាមួយមនុស្សដូចជាឯងទេល្អចេះទៅវិញហើយតើហាចូលសាច់រឿងវិញខ្ញុំទីមិនខុសទេមែនទេខាងក្រុមក្រហមគឺជានាងអ្នកវិភាគចេញមែនទេត្រូវហើយបងស្រីខ្ញុំវិភាគចេញយូរហើយយ៉ាងម៉េចមិនសុខចិត្តប្រឡែងតែក្រុមគូដឹងយូរហើយពួកយើងខំនិយាយគ្រាន់តែជាច្បាប់លបែងសោះខ្ញុំទីដឹងយូរហើយឯងទីដឹងហើយមិនក៏មិនប្រាប់ក្រុមក្រហមទម្ងន់នៃការសម្ងាត់គឺជារយៈពេលដែលត្រូវបានរក្សាទុកមែនទេអាមួយនេះដឹងមែនឬទេបើអញដឹងហើយមិនក៏មិនប្រាប់ពួកយើងការប្រកាសរង្វាន់បេក្ខជនកាហានលិនវីវងដាឈវិញឆេងហ្គៃវិននិងមនុស្ស12នាក់ទៀតបានធ្វើបានយ៉ាងល្អនៅក្នុងវគ្គនីមួយរបស់ពួកគេដោយទទួលបានឱកាសចាប់ឆ្នោតបន្ថែមម្នាក់មួយដង一次。គ្រឿងសម្អាតច្រើនម្លេះប្រើដល់ពេលណាទៅដឹងចេះប្រើខួរក្បាលបន្តិចកាលពីវគ្គមុនល្អបាត់ហើយរង្វាន់តូចនៃការប្រកួតថ្នាក់ក្រុមសោះអស្ចារ្យយ៉ាងនេះគួរឲ្យស្ដាយមិនបានចាប់ចំអីដែលលោកតាវ៉ៃស្ទេសូមអមេកដឹងដីដឹងសូមឲ្យខ្ញុំចាប់បានកញ្ចប់នំមិនចេះអស់ឬរ៉ូបូតកាត់សក់ស្វ័យប្រវត្តិទៅសរុបមកសូមឲ្យបានកញ្ចប់ធំមួយមកអបអសាតូហ្គេហានចាប់បានឧបករណ៍ផ្ទុកនិងរក្សាទុកលំហដែលអាចពង្រីកបានខ្ពស់ចំនួន 100000 រំឧបករណ៍ផ្ទុកលំហនេះមិនមែនជារបស់ដែលមានតែក្នុងប្រឡោមលោកតាំងសិលទេក្នុងពិភពពិតប្រាកដជាមានមែន 100000 រំហែនេះពិតជាហួសហេតុពេកហើយអាម្នាក់នេះគឺជាស្ដេចសំណាងថ្នាក់កំពូលហើយមានបានហើយជួយគេរើផ្ទះនិងដឹកជញ្ជូនអីវ៉ាន់លើកនេះដឹងតែដឹកបានច្រើនប៉ុណ្ណាទេមានបានធំហើយមិនមែនទេដឹងស្អីគេហ្នឹងធ្នូថងសម្រាមឧបករណ៍ផ្ទុកនិងរក្សាទុកលំហដែលអាចពង្រីកបានខ្ពស់គឺតែប៉ុណ្ណឹងស្មានតែជារបស់បច្ចេកវិទ្យាជឿនលឿនស្អីធ្វើឲ្យអញចំណាយឡើងកន្លះថ្ងៃបងប្រុសឯងសំណាងពេកហើយមួយជីវិតនេះមិនបាច់ទិញថងសម្រាមទៀតទេអាអីវ៉ាន់អស់នេះកុំថាឡើយផ្ទះតូចរបស់ខ្ញុំសំបីតែបូរីទាំងមូលក៏ដាក់មិនអស់ផងនិយាយទៅត្រូវដែរខ្ញុំទុកតែ200រំទេក្រៅពីនឹងចែកស្មើគ្នាដល់អ្នកចូលរួមប្រកួតទាំងអស់ថ្ងៃនេះយុវជនម្នាក់នេះចិត្តទូលីណាស់មិនអាក្រក់ទេសំគ្នាជាមួយកូនស្រីខ្ញុំណាស់ថ្ងៃនេះមិនខាត់ជើងទេល្អជាងទៅតម្រង់ជួននៅស៊ុបភើម៉ារ៉ាកេតថងសម្រាមអ្នកណាត្រូវការស្អីហ្នឹងចិត្តទូលីតើយ៉ាងណាក៏ប្រើមិនអស់ដែរបើអញ្ចឹងគ្រឿងសម្អាតដែលខ្ញុំទើបតែចាប់បានអំបញ្ញមិញក៏ចែកស្មើគ្នាទាំងអស់ដែរលីនវៃអូនសម្លាញ់អូនស្អាតខ្លាំងណាស់ជើងនេះពិតជាកប់សេរីមែនខ្ញុំមិនមែនកំពុងយកសັບទេមែនទេក្រែមម៉ាស្ការ៉ាម្សៅទ្រនាប់ខ្ញុំយកទាំងអស់បើបានម៉ាស៊ីនហ្គេមវិញល្អបាត់ហើយចេះមកធ្វើរកគួរឲ្យចាប់អារម្មណ៍ពីណានេះចេះទិញទឹកចិត្តគេទៀតការឆ្លងវគ្គនិងសកម្មភាពបន្តរបស់អ្នកស្រុកតាមលក្ខខណ្ឌរង្វាន់អាចចាប់យក skin art កំបាំងបានមួយដងអូខាងឯងក៏មានរង្វាន់ដែរ
Vũ Đà Láng. Cui Đà Làng. មានន័យថាម៉េចអញចង់ជូនមុខបៃតងឲ្យខ្ញុំមួយនេះជា scan អ្នកអាចផ្លាស់ប្ដូររូបរាងទៅជា Woodland រយៈពេល5វិនាទីក្នុងវគ្គណាមួយនៃទីលានប្រកួតនិម្មិតអរគុណអញច្រើនហើយណាស់ណាអូយនេះជា scan កម្រិតសិលណាកុំមើលងាយវាឲ្យសោះសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វគ្គទី3អាពាហ៍ពិពាហ៍វិមាត្រច្បាប់ទាំងអស់ក្នុងវគ្គនេះសុទ្ធតែជាច្បាប់លាក់កំបាំងសូមឲ្យបេក្ខជនទាំងអស់ស្វែងយល់ដោយខ្លួនឯង推倒。អូនស្អាតខ្លាំងណាស់មែនទេត្រូវផ្ដោតអារម្មណ៍បន្តិចណាវគ្គនេះសុទ្ធតែជាច្បាប់លាក់កំបាំងអូននៅក្បែរចឹងពិតជាងាយរំលែកអារម្មណ៍មែនប្រុសស្អាតស្រីស្អាតពិតជាគូស្នេហ៍ដែលមេឃប្រោសប្រទានមែនហេតុអ្វីបានជាខ្ញុំមិនដូរខោអាវនេះជា scan ពិសេសសម្រាប់មេឃវគ្គមុនណាស្ទង់មើលកម្រិតខ្លួនឯងផងថាដល់ឬនៅមិនមែនទេអញជាអ្នកណាស្លៀកពាក់ឆើតឆាយនិយាយផ្ដេសផ្ដាស់ស្មានតែអញជានាយក្រិចមែនទេ